ការពីវីដេអូមុនខ្ញុំបានប្រាប់អ្នកទាំងអស់គ្នាពីរបៀបបង្កើតតែ file សម្រាប់ទុក YT DLP មកដល់វគ្គនេះខ្ញុំមកប្រាប់អ្នកទាំងអស់គ្នាពីរបៀបទៅប្រើប្រាស់ជាមួយនឹង ChatGPT ហើយពីរបៀប log account ចូលក្នុង ChatGPT ហ្នឹងយើងអាចយកវាទៅប្រើឲ្យវាទៅសេកូដប្រើឲ្យវាឆ្លើយនឹងសំណួរប្រើឲ្យវាធ្វើអីផ្សេងដែលយើងចង់បាន ChatGPT ហ្នឹងវាជា AI មួយដែលវាជួយឆ្លើយសំណួរយើងបានទាំងអស់ចំពោះកូដអីផ្សេងដែលសំខាន់ ChatGPT វាអាចនឹងលាក់ក៏មានដែរបន្ទាប់មកចូលមកក្នុង ChatGPT វិញយើងមកយើងមកដល់កន្លែងហ្នឹងយើងរងចាំមក plate ទៅមកដល់កន្លែងនេះខ្ញុំសូម stop វីដេអូនេះដោយសារសេវាវារៀង slow បន្តិចទៅបន្ទាប់ពីសេវាខ្ញុំបានដើរស្រួលហើយពីអ្នកទាំងអស់ចុច continue មកដល់កន្លែងនេះយកពាក្យថា sign up ដើម្បីយើងភ្ជាប់ជាមួយនឹង account email ទៅបន្ទាប់មកយើងយក Google account ខាងលើនេះខ្ញុំមិនសូវនឹងបកកែនឹងអង់គ្លេសទេពាក្យខ្លះខ្ញុំអាចមើលដាច់ពាក្យខ្លះក៏ខ្ញុំអាចមើលអត់ដាច់ចឹងណាក៏អធិស្ឋានផងតែមកដល់កន្លែងនេះវានឹង load account email ផងយើងមកហើយធម្មតាអ្នកនរគ្នាមាន account email ច្រើនវា load មកច្រើនបើអ្នកនរគ្នាមាន email មួយវា load មកតែមួយទេតោះមកយើងចុចយកភ្ជាប់ជាមួយនឹង account email មកណាមកដល់កន្លែងនេះយើងរងចាំមក plate ណាធម្មតាអ្នកនរគ្នាមិនទាន់ភ្ជាប់នឹងវាឲ្យយើងចូលទៅវាយឈ្មោះវាយថ្ងៃខែឆ្នាំកំណើតដើម្បីចូលមកពេញ ChatGPT ខ្ញុំធ្វើឲ្យមើលវិញខ្ញុំសួស្ដី ChatGPT វានឹងឆ្លើយតបជាមួយយើងចាំខ្ញុំដាក់សួស្ដីឃើញ ChatGPT វាបានឆ្លើយតបជាមួយយើងផ្សេងណាចាំវីដេអូក្រោយខ្ញុំនឹងប្រាប់ពីរបៀបទៅប្រើឲ្យ ChatGPT វាសរសេរកូដដើម្បីយកទៅ download នៅលើ TikTok នៅលើ YouTube